បាទគ្រូជំរាបសួរអ្នកទាំងអស់គ្នាបាទ3នាទីដើម្បីបានសាច់ដុំកបាប់ពោះស្អាតបាទលំហាត់ប្រាណទី1ដែលគេហៅថា Mountain Climber ថាលក្ខណៈថាយើងធាក់ជើងទៅមុខទៅក្រោយដោយប្រើចុងជើងរបស់យើងហើយដៃទាំងពីរយើងច្រត់ឲ្យបើកប្រព័ន្ធស្មាហើយយើងធាក់វាទៅរយៈពេលដែលកំណត់នាទីគឺ16 second អញ្ចឹងទៅតែដល់ពេលចប់យើង rest បាទចប់យើងទៅសម្រាកចំនួន9វិនាទីបាទយើង count down ទាំងអស់គ្នា5 4 3 2 1យើងចូលលំហាត់ប្រាណទី2បាទលំហាត់ប្រាណទី2គឺហៅថា plank jacks បាទ plank jack នេះគឺយើងដាក់ដៃច្រត់ស្មើបើកទំហំស្មើហើយយើងលោតចុងជើងញែកសងខាងបាទនៅពេលដែលបញ្ចប់គឺយើងសម្រាករយៈពេល9 second ដូចគ្នាបាទ9 8 7 6 5 4 3 2 1លំហាត់ប្រាណទី3ដែលគេហៅថា plank rotation បាទដៃបើកទំហំស្មើច្រត់ទៅនឹងដីយើងអង្គុយជើងអុកចង្គង់ឆ្វេងស្ដាំឲ្យគ្រប់ចំនួនដែលកំណត់ដូចជាវិនាទីដែលកំពុងទៅធ្វើហ្នឹងយើងអាច rest រយៈពេល9វិនាទីដោយទៅលំហាត់ប្រាណមួយដូចគ្នាបាទគម្លាតនៃការសម្រាកគឺត្រឹមតែ9វិនាទីតែប៉ុណ្ណោះដើម្បីឲ្យសាច់ដុំវាដុតខ្លាញ់បានល្អគឺវាល្អហើយលំហាត់ប្រាណទី4គឺ knee tap គឺដូចគ្នាដៃបើកប៉ុនស្មាហើយយើងលើកជង្គង់ឆ្វេងមកប៉ះដៃស្ដាំលើកជង្គង់ស្ដាំមកប៉ះដៃឆ្វេងបាទគឺបច្រាស់គ្នាទៅវិញទៅមកអញ្ចឹងឲ្យគ្រប់ចំនួនរបស់គេដែលគេបានកំណត់ហ្នឹងទៅហើយបន្ទាប់មកយើងសម្រាករយៈពេល9វិនាទីដូចគ្នាបាទទាំងអស់គ្នាកុំភ្លេចណានៅផ្ទះអត់មានសម្ភារៈអីអាចហាត់ប្រាណតាមលំហាត់ទាំងនេះមិនចាំបាច់សម្ភារៈទេគឺហាត់បានតាមអ្វីដែលយើងអាចមើលឃើញនៅក្នុងវីដេអូនេះហើយយើងហាត់ទៅគឺវាបានផលពិតដូចខ្ញុំព្យាយាមហាត់នៅផ្ទះដែរគឺថាវាបានផលបាទស្រកទាំងខ្លាញ់ក្បាលពោះបាទបានទាំងកាយសម្បទារឹងមាំជាពិសេសសុខភាពល្អបាទលំហាត់ប្រាណទី5នេះគឺ Side Mountain Climber បាទពេលយើងហាត់ចប់យើងសម្រាប់រយៈពេល9វិនាទីដូចគ្នាហើយបន្ទាប់មកយើងត្រៀមចូលលំហាត់ប្រាណចុងក្រោយគឺ Shoulder tap យើងបើកដៃស្មើហើយបន្ទាប់មកយើងអត់ប្រើចលនាជើងទេគឺយើងយកដៃស្ដាំមកប៉ះស្មាឆ្វេងហើយយើងយកដៃឆ្វេងមកប៉ះស្មាស្ដាំធ្វើបែបនេះទៅវិញទៅមករហូតដល់នាទីដែលបានកំណត់នោះអ្នកនឹងបានបញ្ចប់បេសកកម្មដោយជោគជ័យជូនពរអ្នកទាំងអស់គ្នាសុខភាពល្អគ្រប់គ្នាបាទអរគុណជម្រាបលា